Bởi tại ba video mới cứ đăng hai thằng ngày ní á ôn thời tay nè chẳng hai ngày nắng cứ ban gì mùi bà ba tam pi linh vậy mẹ tháp làm láng cứ thời từ xa xí đầm bay tinh ở trường món vô một thời chuột nhầm chẳng là để xa ta clean hay mấy nó bây giờ tôm ập ua na bong bò na mà mẹ hai giờ mẹ than nó ní nâng dân khmiên lan khmiên ấy to luôn chỉ tê cứ biên từ chỉ bỏ tay hay là cắt cắt cứ mà đọc xa xí vậy hay bong bò mới thay nhom phẹp ấy còn cứ ở trong tàu ở đó đai miên khơi khổ chứ ta tâm ngày nắng miên khổ bong bò ហើយក្រូចនឹងធំធំមកចង់ប៉ិនប៉ិនក៏ជើងខ្ញុំហើយនឹកឃើញថាក្រូចនឹងគឺឆ្ងាញ់មែនតើណាមិនតែអត់ទិញទេគោលបំណងទៅគឺទិញជើងមាន់អញ្ចឹងទិញតែជើងមាន់ទេហើយសម្រាប់ផ្សារស៊ីនៅតំបន់ខ្ញុំនេះហ្នឹងគឺគេហៅហើយផ្សារហ្នឹងក៏គាត់លក់មានលក់គ្រប់មុខមកតាមពីត្រីនិយាយទៅនិយាយរួមទៅគឺម្ហូបហើយនឹងគ្រឿងអាស៊ីគឺមានទាំងអស់តាមពីបន្លែត្រីសាច់ផ្លែឈើអីគឺមានទាំងអស់អញ្ចឹងហើយអានេះខ្ញុំកំពុងតែរើសត្រីឡាបយ៉ាហ្នឹងយកមួយហើយសម្រាប់ចំនួនដែលទៅហ្នឹងគឺបានទឹកត្រីមួយដបត្រីឡាបយ៉ាមួយហើយនឹងជើងមាន់មកកញ្ចប់ហ្នឹងបានតែប៉ុណ្ណាហើយឥឡូវគឺបានទិញរួចរាល់ហើយគឺឲ្យគេគិតលុយហើយយកថងយាមទៅកុំខ្ជិលយកថងមកវិញខ្ញុំទៅប្រចាំផ្ទះហើយឥឡូវកាត់មកការធ្វើគ្រឿងរបស់យើងវិញសម្រាប់គ្រឿងរបស់យើងគឺអត់មានអីច្រើនទេបងប្អូនគឺមានតែស្លឹកក្រូចសើចក្រូចឆ្មាកុលខៃរំដេងតែប៉ុណ្្នឹងទេដូចឃើញក្នុងវីដេអូនឹងស្រាប់អញ្ចឹងហើយសម្រាប់បន្លែផ្សេងៗគឺដាក់តាមចំណង់ចំណូលចិត្តអញ្ចឹងបងប្អូនតែប៉ុន្តែដោយសារតែខ្ញុំអត់ចូលចិត្តដាក់បន្លែអីចូលជាមួយនឹងជ្រក់ជើងមាន់ទៀតទេអញ្ចឹងណាហើយសម្រាប់ជើងមាន់របស់ខ្ញុំដែរបងប្អូនគឺងាយគឺខ្ញុំយកជើងមាន់អត់ឆ្អឹងហ៎ដល់ពេលអញ្ចឹងទៅខ្ញុំស្ងោរវាឆ្អិនហើយចិត្តវាជាចំណិតកង់ឲ្យស្អាតបាតតិចមកហើយយកវាមកច្របល់ជាមួយទឹកត្រីកោះកុងដែលយើងបុកហើយដូចក្នុងវីដេអូស្រាប់សម្រាប់ទឹកត្រីកោះកុងគឺរូបមន្តខ្លួនឯងបងប្អូនដាក់ស្ករប៊ីចេងម្ទេសខ្ទឹមអីចឹងទៅក្លុកទ្រីតទៅហើយយកមកដាក់មកអូខេមើលតែភ្លក់ទៅគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយពេលយើងធ្វើហើយចុះយើងដាក់វាចូលក្នុងកតោដាក់ចូលទូទឹកកកប្រហែលជា1ម៉ោងកន្លះបានយើងបានញ៉ាំណាញ៉ាំភ្លាមក៏បានប៉ុន្តែគ្រាន់ថាបើថាអញ្ចឹងវាឆ្ងាញ់ជាងអញ្ចឹងខ្ញុំក៏យកវាទៅដាក់ទូទឹកកកជាន់លើសិនសម្រាប់ប្រហែលជាកន្លះម៉ោងក្រោយមកបានខ្ញុំយកវាមកដាក់នៅជាន់ក្រោមវិញអញ្ចឹងណាបងប្អូនហើយសម្រាប់វីដេអូនេះគឺមានអីច្រើនទេបងប្អូនងាយស្រួលសម្រាប់ញ៉ាំបាយចុងក្រោយអរគុណបាយបាយ